វត្តមានដ៏ខ្ពង់ខ្ពស់របស់អាយដាមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលកម្ពុជា 4.0 សូមគោរពលោកជំទាវ ចោមនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា 4.0 សូមគោរពអាយដាមវិជ្ជបណ្ឌិតលោកវាសនាគិរីរដ្ឋលេខាធិការនិងជាតំណាងអាយដាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលសូមគោរពអាយដាមដាវ៉ាន់សានរដ្ឋលេខាធិការនិងជាតំណាងអាយដាមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍អាយដាមលោកជំទាវលោកស្រីនិងកញ្ញាបងប្អូនសិស្សនិស្សិតជាទីរាប់អានថ្ងៃនេះជាទិវាមួយដ៏មានអត្ថន័យហើយក៏ជាលើកដំបូងរបស់សមាគមបច្ចេកវិទ្យាទំនុំផ្អែមនិងក្រពេញកម្ពុជាដែលមានឱកាសចូលរួមសហការជាមួយមជ្ឈមណ្ឌលកម្ពុជា 4.0 និងសហភាពសហព័ន្ធយុវជនកម្ពុជារៀបចំវេទិកាស្ដីពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាលក្នុងយុគសម័យ Digital ការយល់ដឹងពីបច្ចេកវិទ្យាពិតជាមានសារៈសំខាន់ក្នុងនាមខ្ញុំបាទជាវិជ្ជបណ្ឌិតដែលអនុវត្តផ្ទាល់ក្នុងការផ្តល់សេវាសុខាភិបាលបច្ចេកវិទ្យា Digital បានពង្រីកវិសាលភាពនៃការផ្តល់សេវាសុខាភិបាលនិងធ្វើឲ្យការទទួលបានសេវាសុខាភិបាលកាន់តែមានប្រសិទ្ធភាពនិងងាយស្រួលទោះបីជាយ៉ាងណាក៏ដោយដើម្បីគ្រប់គ្រងបច្ចេកវិទ្យាយើងត្រូវចេះរៀនសូត្រនិងប្រើប្រាស់បច្ចេកវិទ្យាទើបអាចទាញយកប្រយោជន៍ពីបច្ចេកវិទ្យាទាំងនេះបានបទទស្សនាមដោយវាគ្មិនកិត្តិយសនាឱកាសនេះមានប្រធានបទសំខាន់ពីរដូចតទៅប្រធានបទទី1គោលនយោបាយសុខាភិបាលនិងវិស័យបច្ចេកវិទ្យានៅកម្ពុជាដោយបច្ចេកវិទ្យានៅក្នុងវិស័យសុខាភិបាលមានច្រើនទម្រង់ច្រើនសន្តានថ្ងៃនេះប្រធានបទទី2គឺនឹងនិយាយអំពីដំណើរនៃការវិវត្តបច្ចេកវិទ្យានៅក្នុងការជួយអ្នកជំងឺទំនោរផ្អែមរបស់យើងហើយសង្ឃឹមថានៅវេទិកាលើកក្រោយៗយើងអាចរៀបចំនៅបច្ចេកវិទ្យាទម្រង់ផ្សេងទៀតនៅក្នុងវិស័យសុខាភិបាលរួមមាន AI រួមមាន Robot ជាដើមបន្ទាប់មកយើងមានកិច្ចពិភាក្សាស្ដីពីវឌ្ឍនភាពនៃការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យសុខាភិបាលខ្ញុំបាទសូមអនុញ្ញាតគោរពជម្រាបជូនអង្គវេទិកាផងដែរថាអ្នកចូលរួមមានប្រមាណ300នាក់ដោយក្នុងនោះសមាជិកភាពមានដូចជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា 4.0 ចំនួន4នាក់ទីប្រឹក្សាមជ្ឈមណ្ឌលកម្ពុជា 4.0 ចំនួន2នាក់វាគ្មិននិងអ្នកសម្របសម្រួលចំនួន5នាក់តំណាងអន្តរក្រសួងចំនួន11នាក់ដៃគូសហការអង្គការមិនមែនរាជរដ្ឋាភិបាលសមាគមតំណាងវិស័យឯកជនចំនួន16នាក់តំណាងសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន25នាក់សិស្សនិស្សិតតំណាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលសាកលវិទ្យាល័យបច្ចេកវិទ្យាចំនួន117នាក់និងគ្រូពេទ្យសមាជិកសមាគមនិស្សិតឯកទេសដៃគូសហការរបស់សមាគមចំនួន120នាក់ជាទីបញ្ចប់ខ្ញុំសូមគោរពជូនពរអាយដាមឧបនាយករដ្ឋមន្ត្រីលោកជំទាវអាយដាមលោកស្រីសិស្សានុសិស្សនិងប្រិយមិត្តទាំងអស់សូមបានប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយសូមគោរពអរគុណនិងអរគុណ